ក្នុងព្រឹត្តិការណ៍ប្រណាំងទូកងខ្នាតអន្តរជាតិលក្ខណៈមិត្តភាពសាមគ្គីនៅស្រុកស្ទឹងត្រង់ទទួលបានភ្ញៀវទេសចរជាតិមកលេងកម្សាន្តជាង 23,000 នាក់ដោយមានគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាមក្រោមការដឹកនាំរបស់ឯកឧត្តមអ៊ុនច័ន្ទដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនៅរសៀលថ្ងៃទី 5 ខែវិច្ឆិកាឆ្នាំ 2025 លោកបានស្រេងអភិបាលស្រុកស្ទឹងត្រង់រួមជាមួយលោកប្រធានក្រុមប្រឹក្សាស្រុកព្រះសង្ឃនៅមុខសួនច្បារសាលាស្រុកស្ទឹងត្រង់បានរៀបចំពិធីប្រណាំងទូកងខ្នាតអន្តរជាតិអអំបុកនិងសំពះព្រះខែលក្ខណៈមិត្តភាពសាមគ្គីក្រោមម្លប់សន្តិភាពដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកនិងគ្រប់មជ្ឈដ្ឋានក៏ដូចជាភ្ញៀវជាតិនៃឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបអអំបុកនិងសំពះព្រះខែលោកអភិបាលស្រុកស្ទឹងត្រង់បានថ្លែងថាការផ្ដួចផ្ដើមរៀបចំពិធីប្រណាំងទូកងហូបអាហារសាមគ្គីក្នុងគោលបំណងដើម្បីថែរក្សាប្រពៃណីពីដូនតាលើកស្ទួយវិស័យកីឡាអុំទូកនិងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននាំមកនូវសុខសន្តិភាពសុវត្ថិភាពគ្រប់ទីកន្លែងជូនបងប្អូនប្រជាពលរដ្ឋរដ្ឋបាលស្រុកស្ទឹងត្រង់ប្រារព្ធពិធីប្រណាំងទូកនាពេលនេះគឺធ្វើឡើងលក្ខណៈមិត្តភាពសាមគ្គីក្រោមម្លប់សន្តិភាពមិនមែនយកឈ្នះយកចាញ់ឬជ្រើសរើសយកទៅប្រឡងថ្នាក់ជាតិនោះទេបើតាមរបាយការណ៍របស់រដ្ឋបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថាក្នុងព្រឹត្តិការណ៍ពិធីប្រណាំងទូកនៅមុខសួនច្បារសាលាស្រុកមានប្រជាពលរដ្ឋបានចូលរួមទស្សនាកម្សាន្តមានចំនួន 23,651 នាក់មានទូកប្រកួតចំនួន 22 ទូកស្មើនឹង 11 គូមកពីស្រុកចំនួន 5 ក្នុងខេត្តកំពង់ចាមខេត្តត្បូងឃ្មុំនិងខេត្តក្រចេះក្នុងនោះស្រុកស្ទឹងត្រង់មានចំនួន 8 ទូកស្រុកចំការលើមានចំនួន 1 ទូកស្រុកកំពង់សៀមមានចំនួន 6 ទូកស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំមានចំនួន 2 ទូកស្រុកព្រែកប្រសប់ខេត្តក្រចេះមានចំនួន 2 ទូក